ឥឡូវរឿងកំពុងវល់រឿងព្រំដែនអត់បានផលអីសោះមកវល់នឹងជង្គង់មន់ថៃយើងគិតអីឲ្យមែនតើបងប្អូនតើយើងកំពុងតែគិតអីឲ្យមែនតើលោកហ៊ុនសែនណាប្រហែលថ្ងៃនេះណាគឺថាគាត់ក៏លុករឿងជង្គង់មន់ថៃមានពីរដែលលោកហ៊ុនសែនក៏លុកខ្លាំងមែនតើទី1គឺក៏លុកលៀបពណ៌គណៈបកប្រឆាំងថាជាអ្នកចង់ឲ្យមានសង្គ្រាមទាំងគេអត់ដែលបាននិយាយចឹងសោះសំបីតែម្ដងទី2គឺក៏លុករឿងពហិការតំណែងថៃហ្នឹងថាមួយឆ្នាំហើយគឺពហិការតែទប់តំណែងថៃចូលខ្មែរអត់បានគាត់និយាយពីរឿងរត់ពន្ធព្រោះអីលើម៉ោងហ្នឹងគាត់ថានៅជង្គង់មន់កកឬក៏ស្អីគេនៅមានស្តុកពេញស្តុកណាអ្នកស្តុករបស់ហ្នឹងស្តុកអង្គញាមហាមន្ត្រីជួយទប់ខ្មែរយើងលុយ5000នេះ5000នោះ10000នេះ10000នោះស្តុកអង្គញាដែលជួយដូរជង្គង់មន់ថៃហ្នឹងយកលុយមកបំពោកទាហានខ្មែរនៅព្រំដែនយកបងប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងគឺបំពោកផលិតផលថៃដើម្បីឲ្យគេទិញគ្រាប់យកមកទម្លាក់សម្រាប់ទាហានយើងនៅទល់ដែនទៅជួយគ្រប់គ្រងទាហានយើងទល់ដែនដើម្បីបានអីចឹងវាវិលដូចលាមកចូលឈ្នាងចឹងហ៎បងប្អូនប៉ុន្តែសួរថាតើហេតុអីបានមកនឹងយើងនៅគ្នារវល់រឿងជង្គង់មន់ថៃនេះគឺជានយោបាយពង្រៀងស្ថានភាពឲ្យយើងវល់នៅក្នុងរឿងហ្នឹងព្រោះថាថ្នាក់ដឹកនាំកំពុងតែចាត់ការគឺថាមួម៉ៅនិយាយពីចោះទៅកន្លែងនេះចោះទៅកន្លែងនោះ30 40ឆ្នាំហើយយើងនៅដោះស្រាយរឿងលាមកចូលឈ្នាងនឹងអត់បានតើយើងទៅដោះស្រាយរឿងព្រំដែនយ៉ាងម៉េចទៅ40 60ជាងកន្លែងហ្នឹងហើយយើងបងប្អូនប្រជាពលរដ្ឋអត់រំលងនៅវល់ជាមួយគាត់ដែរគឺរឿងជង្គង់មន់ថៃបងប្អូនរឿងជង្គង់មន់ថៃរឿងនាំមកពីនេះគឺជាភាពអសមត្ថភាពនៃមន្ត្រីគយព្រំដែនហើយនឹងមន្ត្រីខុបខិតឈ្មួញយូរហើយអ្នកទាំងអស់នោះគឺសុទ្ធតែជាហឹបប្រាក់ហឹបស្អីរបស់គណៈបកកណ្ដាលអំណាចនឹងជួយគ្នាអញជួយឯងជួយឯងមកយកហើយតើគាត់ថាកាលអត់ទាន់ឆ្លោះគ្នារឿងព្រំដែនវាមើលទៅវាទឹកបាក់ទំនប់វាបន្លំមិនដឹងអ្នកណាជាណីទៅវាពេញមេឃពេកទៅវាច្រើនមិនដឹងមើលទៅផ្កាយឬក៏ភ្លើងទៀនឬក៏ភ្លើងគោមឬក៏ភ្លើងយន្តហោះវាអញញ៉ៃពេញមេឃចឹងណាប៉ុន្តែឥឡូវដល់ពេលបិទព្រំដែនព្រឹបមកវាច្បាស់ហើយគឺវាមានមកគឺមន្ត្រីខលខូចនឹងធ្វើចឹងមកចុះយើងសាកគិតមើលនៅពេលដែលបិទព្រំដែនមានប៉ុណ្ណឹងចុះអាកាលបើកព្រំដែនទលាយជើងមេឃនោះតើមន្ត្រីអស់នេះធ្វើបាបប្រជាពលរដ្ឋខ្មែរនឹងប្រហែល10ឆ្នាំហើយគីមីពុលផងអីផងអញ្ញាញ៉ៃបោះគេបោះចោលផងអានេះប្រជាពលរដ្ឋយើងអាភ័ព្វបងប្អូននៅពេលដែលគាត់និយាយចឹងគឺយើងបង្ហាញអំពីភាពទុនខ្សោយខ្លាំងនៃកម្មកុងត្រូលនិងមន្ត្រីគយដែលគ្មានសង្ឃឹមអីសោះដែលប្រជាពលរដ្ឋមកហ្នឹងឯងនៅតែមួយឆ្នាំក្រោយបិទព្រំដែនគោកហើយនៅមានអាហារតំណែងថៃយកមកប្រព្រាតរត់ពន្ធអីបានហើយនៅចំោះនៅទីក្រុងភ្នំពេញហើយសិស្សពាក់ព័ន្ធអង្គញាដែលស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជានឹងទៀតអញ្ចឹងបងប្អូនទៅវែកចកទៅណារឿងគឺទាំងអស់ប្រព័ន្ធដឹកនាំរដ្ឋហើយកុំបន្ទោសរឿងកយរឿងមន្ត្រីអស់នេះអត់ខ្លាចដោយសារគេមានខ្នងហើយចាំមើលធ្វើទៅបានជួនកាលនឹង1 2អញ្ចឹងដោយលួចកុំប្រុសអញ្ចឹងបាត់សាច់ជើងអញ្ចឹងទៅប៉ុណ្ណឹងហើយតំណែងនាំមកស្រុកខ្មែរ60%នៅតំណនាំបានជើងទឹកហើយនឹងជើងអាកាសសោះហ្នឹងហើយទៅមករករឿងតែរឿងជង្គង់មន់យើងចង់បានថារឿងយើងភ្លើងឆេះផ្ទះមកពងកាយឆ្លោះគ្នារឿងស្ពាន់អាលាយហើយនេះអត់ប្រឹងរកវិធីទាគេសងសំណងរឿងផ្ទះរឿងសម្បែងអីយើងនៅកាប់ចាក់គ្នារឿងកាយអេចាយហើយនេះអត់ទៅមុខទេបងប្អូនវិលឲ្យឆ្ងាយផុតពីនឹងបន្តិចឲ្យពួកគាត់ធ្វើទៅហើយនេះគឺជារឿងប្រាប់ពីរឿងភាពអសមត្ថភាពក្នុងការដឹកនាំរដ្ឋទេហើយបើគាត់ខំប្រឹងនឹងដើម្បីស្អំចិត្តប្រជាពលរដ្ឋដើម្បីឲ្យជឿថាថ្នាក់ដឹកនាំហើយនៅពេលដែលលោកហ៊ុនសែនធ្វើរឿងនេះកំបិតមុខពីរទៀតកំបិតចិត្តដងឯងមិនមែនមុខពីរទេគាត់ធ្វើនឹងចង់បង្ហាញអំពីថាកម្ពុជាមិនអនុគ្រោះរឿងតំណែងថៃទេកុំឲ្យគេមើងងាយមានមើងងាយអីបងប្អូនបើអត់យកជង្គង់ថៃជង្គង់អីអានឹងរឿងរត់ពន្ធតាមានស្របច្បាប់ឯណាដូច្នេះអានឹងរឿងឈ្មួញទុច្ចរិតទេហើយនៅប្រទេសណាក៏គេធ្វើចឹងដែរឲ្យតែមានការបិទហើយមានតម្រូវការគឺវាមានរត់ពន្ធតែអញ្ចឹងទៅសម័យខ្មែរក្រហមក៏មានដែរសម័យរដ្ឋកម្ពុជានឹងក៏មានដែរគេរត់ពន្ធនឹងដោយសារតែមានតម្រូវការខ្ពស់ហើយវាត្រូវការជ្រៀតដូចទឹកដែលមានវរិយអគិសនីអញ្ចឹងតែមានស្នាមប្រេះអីទិញទូចហ្នឹងវាខំប្រឹងប្រជាចេញតបបាក់ទំនប់ហ្នឹងតែឥឡូវយើងទប់ក៏ទប់ទៅប៉ុន្តែទឹកហ្នឹងវាមិនមែនហូរតាមអាចវ៉ែបឬក្រែកឬក៏ប្រេះហ្នឹងណាទំនិញនាំពីថៃមកលើកលែងតែបន្លែបង្ការនិងផ្លែឈើហើយនឹងអាហារសេយុទ្ធសាស្ត្រអីគេមានឧស្ម័ននឹងនេះនឹងតាផ្លូវគោកហ្នឹងផ្លូវទឹកមកបានផ្លូវអាកាសនាំមកបាន60%សិតតែតំណែងថៃតែបងប្អូនយើងធ្វើមកហ្នឹងគឺថាយើងបិទឲ្យថៃចិត្តឈឹងហ្មងមែនអត់ទេយើងបិទអត់បានទេព្រោះឯតំណែងទាំងអស់នោះគឺយើងទីផ្សារសេដ្ឋកិច្ចសេរីយើងនាំគ្នាប្រឹងពហិការហ្នឹងហើយក៏ប៉ុន្តែតំណែងទាំងអស់ហ្នឹងទៅហាមគេអត់បានទេហើយទៅពីឯការផលិតផលថៃទៅតែយើងមានអីចំនួនដដែលហ្នឹងគឺមានម៉ាឡេមានវៀតណាមមានអីហើយម្ដងទៀតបងប្អូនតែយើងគិតថាមកហ្នឹងស្មានតែផលិតផលថៃធ្លាក់ដល់កម្រិត0មិនមែនចូលនៅក្នុងស្រុកខ្មែរអត់ទេណានៅ60%នៅឡើយឯងហើយទៅបន្ទោសគេអ្នកលក់យើងអត់បិទយើងហាមគេអត់បានយើងទៅរករឿងអ្នកដែលផ្សព្វផ្សាយលក់ផលិតផលថៃ
តែក៏គ្នាធ្វើមិនបើយើងអ្នកនាំចូលមកស្របច្បាប់ហ្នឹងស្ទឹងត្រែងក៏ទឹកបាក់ទំនប់កុងតឺន័រក្រុងផ្សេងនោះក៏បាក់ទំនប់យន្តហោះក៏មកហើយមាសចូលមករាប់ពាន់លានដុល្លារបាត់អស់លីងម្ដងទៅណានឹងខាងចលនាមេដាធម្មជាតិនិយាយនឹងយកនាំមកពីថៃដែរហើយយើងមករករឿងជង្គង់មន់តែចុះអាមាស3 4000លានដុល្លារនោះ